ថៃវាតម្លៃខុសអំពីកម្ពុជាព្រោះថៃយល់ខ្លួនឯងខ្លាំងលើកម្ពុជាគឺជាការយល់ឃើញខុសសម័យកាលភាពជោគជ័យដែលមិនបានសម្រេចគោលដៅមិនហើយរដ្ឋាភិបាលថៃបានជោគជ័យក្នុងការលុបចោលអនុសរណៈនៃការយោគយល់គ្នាស្ដីពីតំបន់ត្រួតស៊ីគ្នាឆ្នាំ2001 MOU 44និងបានជោគជ័យក្នុងការបង្អង់ការបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម JBC អស់ជាច្រើនខែពួកគេក៏បានប្រើប្រាស់វិធានការបិទច្រកព្រំដែននិងហាមឃាត់ការធ្វើពាណិជ្ជកម្មដែលមើលទៅជារឿងដែលថៃមានមោទនភាពយ៉ាងខ្លាំងប៉ុន្តែជោគជ័យក្នុងការអនុវត្តគោលនយោបាយបែបនេះមិនបានធ្វើឲ្យប្រទេសថៃសម្រេចបានគោលដៅយុទ្ធសាស្ត្រឡើយផ្ទុយទៅវិញវាបានបង្កើតនូវភាពផ្ទុយគ្នាតាមបែបយុទ្ធសាស្ត្រដែលធ្វើឲ្យថៃបាត់បង់នូវអំណាចចរចាកាន់តែច្រើនឡើងនិងបើកផ្លូវឲ្យកម្ពុជាដើរតួនាទីកាន់តែសកម្មនៅលើឆាកអន្តរជាតិឈ្នះសឹកចាញ់សង្គ្រាមភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្ត្ររបស់ថៃចំពោះកម្ពុជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាក់ភួងកេតកែវបានថ្លែងជារឿយៗថាត្រូវតាមដានមើលថារឿងចំនួនដែនសមុទ្រនឹងឈានទៅដល់ណានិងយ៉ាងណាទៀតទោះជាយ៉ាងណាក៏ដោយដល់ចំណុចមួយប្រសិនបើចាប់ផ្ដើមមានការបង្ហាញអរិយាប័ត្រណាមួយដូចជាការទៅរិះគន់និងវាយប្រហារលើប្រទេសថៃនៅលើវេទិកាអន្តរជាតិមានការថយចុះឬគ្មានសោះនោះយើងក៏អាចជ្រើសរើសយកវាជាវិធានការមួយក្នុងការបង្កើតទំនុកចិត្តឡើងវិញដែរដូច្នេះត្រូវមើលលើអរិយាប័ត្ររបស់កម្ពុជាប៉ុន្តែជាការពិតណាស់ការចរចាផ្លូវការ JBC គឺមិនទាន់អាចកើតឡើងបាននៅពេលនេះទេសម្ដីនេះឆ្លុះបញ្ចាំងពីការយល់ឃើញរបស់ថៃថាការទូតទ្វេភាគីគឺជាយន្តការតែមួយគត់ដែលអាចទទួលយកបានសម្រាប់ដោះស្រាយចំនួនហើយការនាំយកបញ្ហាទៅកាន់វេទិកាពហុភាគីគឺជាការបំផ្លាញទំនុកចិត្តប៉ុន្តែលោកស៊ីហាសាក់គឺជាអ្នកការទូតជើងចាស់ដែលដឹងយ៉ាងច្បាស់ថាចំនួនព្រំដែនគោកនិងដែនសមុទ្រស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិផ្សេងគ្នាការយកបញ្ហាទាំងពីរមកច្របូកច្របល់ចូលគ្នាគឺជាចេតនាក្នុងការធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញដើម្បីរក្សាឧត្តមភាពក្នុងការចរចាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអនុទានឆាន់វរៈគុលរដ្ឋាភិបាលថៃបានកំណត់ទិសដៅយ៉ាងម៉ឺងម៉ាត់ថាត្រូវតែឈ្នះលើកម្ពុជាជាការបង្កើតទំនាក់ទំនងអ្នកជិតខាងល្អជាលទ្ធផលក្រសួងការបរទេសថៃត្រូវរៀបចំយុទ្ធសាស្ត្រឲ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលនាំទៅរកការប្រើប្រាស់អំណាចយោធានិងសេដ្ឋកិច្ចជាឧបករណ៍សង្កត់ធ្ងន់គោលបំណងយុទ្ធសាស្ត្ររបស់ថៃតាមការប្រកាសរបស់លោកឆៃព្រឹកដួងប្រផាត់នាយសេនាធិការកងទ័ពជើងគោកគោលដៅយោធារបស់ថៃគឺធ្វើឲ្យកម្ពុជាអស់លទ្ធភាពប្រយុទ្ធដោយកាត់បន្ថយឬបំផ្លាញយុទ្ធោបករណ៍របស់កម្ពុជាវិធីសាស្ត្រនេះប្រៀបបាននឹងការព្យាយាមคล้ายជាអ៊ីស្រាអែលនៅអាស៊ីអាគ្នេយ៍ពលគឺប្រើប្រាស់កម្លាំងយោធាលើសលប់ដើម្បីបង្ក្រាបប្រទេសជិតខាងមិនឲ្យងើបមុខប្រជែងបានប៉ុន្តែការប្រើប្រាស់កម្លាំងបែបនេះបានបង្កើតឲ្យមានប្រតិកម្មតបពីកម្ពុជាដែលបានប្រែក្លាយភាពទន់ខ្សោយខាងយោធានិងសេដ្ឋកិច្ចទៅជាគុណសម្បត្តិខាងច្បាប់និងការទូតអន្តរជាតិការឆ្លើយតបរបស់កម្ពុជាពីអ្នកទទួលរងសម្ពាធទៅជាអ្នកដើរលេងលើឆាកអន្តរជាតិចាប់តាំងពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅតំបន់មុខ3ក្នុងខែឧសភាឆ្នាំ2025កម្ពុជាបានបង្ហាញយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់កម្ពុជាបដិសេធមិនចរចាក្រោមសម្ពាធយោធានិងបាននាំយកបញ្ហាចំនួនទៅកាន់វេទិកាពហុភាគីនិងយន្តការច្បាប់អន្តរជាតិកម្ពុជាបានបង្ហាញបំណងនាំយកតំបន់វិវាទចំនួន4កន្លែងរួមមានតំបន់មុំ3ត្រីកោណមរកតប្រាសាទខ្នាតាមាន់ធំតាមាន់តូចនិងប្រាសាទតាក្របីទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីនេះឆ្លុះបញ្ចាំងពីការយល់ដឹងជាយុទ្ធសាស្ត្រថាក្នុងចំនួនដែលមានភាពវិសមមាត្រជាមួយប្រទេសដែលមានអំណាចយោធានិងសេដ្ឋកិច្ចខ្លាំងជាងការប្រើប្រាស់ច្បាប់អន្តរជាតិគឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើតសមតុល្យអំណាចកម្ពុជាមិនបានបោះបង់យន្តការទ្វេភាគីទាំងស្រុងឡើយកម្ពុជានៅតែប្រកាន់ខ្ជាប់នៅ MOU 43ឆ្នាំ2000ស្ដីពីការស្ទង់មើលនិងកំណត់ព្រំដែនគោកហើយបានចូលរួមកិច្ចប្រជុំ JBC នៅភ្នំពេញនាខែមិថុនាឆ្នាំ2025ដោយជោគជ័យកិច្ចប្រជុំសម័យវិសាមញ្ញកាលពីខែតុលាឆ្នាំ2025បានសម្រេចនូវវឌ្ឍនភាពសំខាន់ៗរួមមានការស្ថាបនាបង្គោលព្រំដែនថ្មីភាគីទាំងពីរបានឯកភាពគ្នាឲ្យគណៈកម្មការរងបច្ចេកទេសចម្រុះ JTSC ចំនួនបង្គោលព្រំដែនចាស់ដែលខូចខាតឬបាត់បង់ចំនួន15បង្គោលនៅបង្គោលលិចទឹកចំនួន3បង្គោលការធ្វើទំនើបកម្មបច្ចេកវិទ្យាភាគីទាំងពីរយល់ព្រមបង្កើតល្បឿនកែសម្រួលលក្ខខណ្ឌយោងឆ្នាំ2003ដើម្បីប្រើប្រាស់បច្ចេកវិទ្យា LiDAR ក្នុងការរៀបចំផែនទីរូបភាពដែលជួយដោះស្រាយភាពខុសឆ្គងនៃផែនទីដែលភ្ជាប់នឹងសន្ធិសញ្ញាសៀមបារាំងឆ្នាំ1904និង1907ទោះជាយ៉ាងណាបន្ទាប់ពីការប៉ះទង្គិចគ្នាលើកទី2ក្នុងខែធ្នូឆ្នាំ2025ភាគីថៃបានបង្អង់ការបើកកិច្ចប្រជុំ JBC ដែលបានគ្រោងទុកនៅសៀមរាបក្រោមហេតុផលអំពីការរៀបចំរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនេះជាការផ្ទុយនឹងកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានកំណត់យ៉ាងច្បាស់ឲ្យលើកយកបញ្ហានេះទៅជូន JBC ដើម្បីត្រឡប់មកអនុវត្តការស្ទង់មើលនិងកំណត់បង្គោលព្រំដែនវិញក្នុងឱកាសដំបូងភាពផ្ទុយគ្នាខាងយុទ្ធសាស្ត្រការលុបចោល MOU 44និងដំណើរការ UN Close ចំណុចរបត់ដ៏សំខាន់បំផុតគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃលោកអនុทิនក្នុងខែកុម្ភៈឆ្នាំ2026ក្នុងការលុបចោល MOU 44ដោយឯកតោភាគីដោយលើកហេតុផលថា
ការចរចាក្រោមក្របខ័ណ្ឌនេះមិនមានវឌ្ឍនភាពរយៈពេល25ឆ្នាំហើយថៃចង់ចរចាក្រោម UN Close ដោយផ្ទាល់នេះគឺជាភាពផ្ទុយស្រឡះពីការពិតព្រោះ MOU 44ខ្លួនឯងគឺជាឧបករណ៍មួយដែលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដើម្បីអនុវត្តគោលការណ៍ UN Close ស្តីពីការកំណត់តំបន់សមុទ្រនិងការបង្កើតរបបអភិវឌ្ឍរួមការលុបចោល MOU 44បានក្លាយជាកត្តាជំរុញដ៏ធំមួយដែលបើកទ្វារឲ្យកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមបន្ថែមទី5នៃអនុសញ្ញា UN Close លំដាប់ព្រឹត្តិការណ៍ការទូតដូចខាងក្រោមថ្ងៃទី26ឧសភាឆ្នាំ2026កម្ពុជាបានផ្ញើលិខិតជូនដំណឹងតាមបែបការទូតទៅថៃដោយបញ្ជាក់ពីបំណងចូលដំណើរការផ្សះផ្សាដោយបង្ខំថ្ងៃទី8ខែឧសភាឆ្នាំ2026ថៃបានឆ្លើយតបដោយអញ្ជើញឲ្យចរចាទ្វេភាគីនិងប្រាប់ថានឹងឆ្លើយតបជាផ្លូវការនៅពេលសមស្របថ្ងៃទី25ខែឧសភាឆ្នាំ2026បន្ទាប់ពីរងចាំឥតប្រយោជន៍កម្ពុជាបានផ្ញើលិខិតមួយទៀតដោយបញ្ជាក់ថាការចរចាទ្វេភាគីគ្មានប្រសិទ្ធភាពហើយបញ្ជាក់ពីចេតនាចូលដំណើរការផ្សះផ្សាថ្ងៃទី2ខែមិថុនាឆ្នាំ2026ភាគីទាំងពីរបានដាក់ជូនឈ្មោះប្រធានគណៈប្រតិភូអនុប្រធាននិងអ្នកផ្សះផ្សាចំនួន2រូបដើម្បីចូលរួមដំណើរការនេះដែលបង្ហាញថាទីបំផុតថៃក៏ត្រូវតែចូលរួមដោយសារតែកាតព្វកិច្ចក្រោម UN Close ការវិវត្តនេះគឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតនៃការបរាជ័យខាងយុទ្ធសាស្ត្ររបស់ថៃចង់បិទទ្វារកុំឲ្យកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិប៉ុន្តែទង្វើរបស់ថៃផ្ទាល់បានបើកទ្វារនោះយ៉ាងទូលាយហើយកម្ពុជាបានដើរចូលដោយភាពត្រឹមត្រូវតាមផ្លូវច្បាប់លទ្ធផលអវិជ្ជមានចំពោះថៃការខាត់បងផ្នែកសេដ្ឋកិច្ចនិងការទូត1ការខាត់បងសេដ្ឋកិច្ចការបិទច្រកព្រំដែនដែលត្រូវបានអនុវត្តតាំងពីខែមិថុនាឆ្នាំ2025បានបណ្ដាលឲ្យពាណិជ្ជករទ្វេភាគីថៃកម្ពុជាធ្លាក់ចុះយ៉ាងគំហុកស្ថិតិពីក្រសួងពាណិជ្ជកម្មថៃបង្ហាញថាតម្លៃពាណិជ្ជកម្មសរុបបានថយចុះពី41សែន01104 លានបាតខែឧសភាឆ្នាំ2025មកត្រឹម8សែន52680 លានបាតខែធ្នូឆ្នាំ2025ជាពិសេសការនាំចេញរបស់ថៃបានថយចុះពី37សែន20248 លានបាតមកត្រឹម6សែន35806 លានបាតដែលបង្ហាញថាថៃកំពុងបាត់បង់ចំណូលជាង30000 លានបាតក្នុងមួយខែបន្ថែមលើនេះការវិលត្រឡប់របស់ពលករកម្ពុជានិងការជម្លៀសប្រជាជនតាមតំបន់ព្រំដែនបានបង្កឲ្យមានការខ្វះកម្លាំងពលកម្មនិងផលិតភាពធ្លាក់ចុះដែលជាឥទ្ធិពលដល់សេដ្ឋកិច្ចជាតិថៃរយៈពេលវែង2បន្ទុកការទូតនិងការបាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយការប៉ះទង្គិចខាងយោធានិងការកាន់កាប់ទីតាំងជាច្រើនដែលត្រូវបានរាយការណ៍ថាមានរហូតដល់18000 រៃឬប្រមាណជា2880 ហិកតាបាននាំឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានចោទប្រកាន់ជាសាធារណៈថាថៃកំពុងបង្កើត FAT Accompli ដែលជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរថ្មីត្បិតតែមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃកម្ពុជាបានអះអាងថាការដាក់ពង្រាយកម្លាំងមិនមែនជាការផ្លាស់ប្ដូរខ្សែព្រំដែនក៏ដោយក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងការបើកតំបន់ចំនួនដូចជាប្រាសាទតាមាន់ធំនិងតាក្របីឲ្យភ្ញៀវទេសចរចូលទស្សនាគឺជាការពង្រឹងអធិបតេយ្យភាពឯកតោភាគីដោយជាក់ស្ដែងលើសពីនេះថៃក៏ត្រូវបានបង្ខំឲ្យពឹងពាក់លើចិនដើម្បីបញ្ចុះបញ្ចូលសមាជិកកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គឲ្យចូលរួមកិច្ចប្រជុំកំពូលដែលថៃធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីកិច្ចប្រជុំត្រូវបានពន្យាពេលអស់រយៈពេលជិត1ឆ្នាំដោយសារតែថ្នាក់ដឹកនាំកម្ពុជាមិនងាយស្រួលក្នុងការចូលរួមនេះបង្ហាញពីការបាត់បង់ soft power របស់ថៃនៅក្នុងតំបន់សេចក្តីសន្និដ្ឋានការយល់ឃើញខុសសម័យកាលការវិតម្លៃរបស់ថៃថាខ្លួនមានអំណាចយោធានិងសេដ្ឋកិច្ចខ្លាំងលើកម្ពុជាហើយអាចប្រើប្រាស់ឧត្តមភាពនោះដើម្បីបង្ខំឲ្យកម្ពុជាអនុលោមតាមគឺជាការយល់ឃើញដែលខុសសម័យកាលនៅក្នុងសម័យកាលដែលច្បាប់អន្តរជាតិនិងវេទិកាពហុភាគីមានតួនាទីសំខាន់រដ្ឋតូចមួយអាចប្រើប្រាស់យុទ្ធសាស្ត្រការទូតផ្អែកលើគោលការណ៍ច្បាប់ដើម្បីបង្កើតសំទល់ប្រឆាំងនឹងរដ្ឋធំជាងបានថៃយល់ថាខ្លួនកំពុងឈ្នះសឹកប៉ុន្តែការពិតកំពុងចាញ់សង្គ្រាមព្រោះការបិទច្រកព្រំដែនបានបំផ្លាញសេដ្ឋកិច្ចរបស់ថៃផ្ទាល់យ៉ាងដំណំការលុបចោល MOU 44បានបង្វែរកម្ពុជាពីការចរចាទ្វេភាគីទៅកាន់ដំណើរការ Compulsory Conciliation ក្រោម UN Close ដែលថៃមិនចង់បានបំផុតការប្រើកម្លាំងយោធាបានបំផ្លាញកេរ្តិ៍ឈ្មោះនិងសមត្ថភាពការទូតរបស់ថៃនៅលើឆាកអន្តរជាតិដោយធ្វើឲ្យថៃក្លាយជាភាគីដែលត្រូវបានមើលឃើញថាជាអ្នកឈ្លានពាននៅទីបំផុតការដែលកម្ពុជាបាននាំយកបញ្ហានេះទៅកាន់ឆាកអន្តរជាតិដោយជោគជ័យគឺជាភស្តុតាងបង្ហាញថាការយល់ឃើញរបស់ថៃអំពីអំណាចរបស់ខ្លួនគឺជាការយល់ឃើញដែលហួសសម័យហើយការប្រកាន់យកនៅជំហររឹងត្អឹងនេះបានធ្វើឲ្យថៃបាត់បង់ទាំងផលប្រយោជន៍ជាតិទាំងកេរ្តិ៍ឈ្មោះនិងឥទ្ធិពលនៅក្នុងតំបន់ឯកសារយោងនិងប្រភពព័ត៌មានសម្រាប់សិក្សាបន្ថែមដោយសារអត្ថបទនេះផ្អែកលើការវិភាគរបស់អ្នកកាសែតសុផាឡាក់កានជុនខុនឌីនិងមានការបញ្ជាក់អំពីការបរិឆេទនិងទូរលេខជាច្រើនការផ្ទៀងផ្ទាត់ព័ត៌មានគួរយ៉ាងយោងទៅលើប្រភពបឋមដូចខាងក្រោម
អត្ថបទដើមរបស់លោកសុផាឡាការជន់ខុនឌីអត្ថបទដើមជាភាសាថៃឬអង់គ្លេសដែលបានចុះផ្សាយក្នុងកាសែត The Nation ឬប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺជាប្រភពចម្បងបំផុតសម្រាប់ការវិភាគក្រសួងពាណិជ្ជកម្មថៃសម្រាប់ទិន្នន័យស្ថិតិពាណិជ្ជកម្មរវាងថៃកម្ពុជាដែលបានដកស្រង់នៅក្នុងអត្ថបទអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS 1982ជាពិសេសផ្នែកទី15និងបន្ថែមទី5ស្តីពីការផ្សះផ្សាដោយបង្ខំដែលជាមូលដ្ឋានច្បាប់សម្រាប់សកម្មភាពរបស់កម្ពុជាកិច្ចព្រមព្រៀងជប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ឯកសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរដែលបញ្ជាក់ពីការបន្តប្រើប្រាស់យន្តការ JBC សេចក្តីថ្លែងការណ៍រួមនិងពិធីសារនៃកិច្ចប្រជុំ JBC ជាពិសេសលទ្ធផលនៃកិច្ចប្រជុំសម័យវិសាមញ្ញថ្ងៃទី21-22ខែតុលាឆ្នាំ2025ស្តីពីការស្ថាបនាបង្គោលព្រំដែនថ្មីនិងការប្រើប្រាស់បច្ចេកវិទ្យា LIDAR របាយការណ៍ពីវេទិកាអាស៊ានពាក់ព័ន្ធនឹងការបញ្ជូនអ្នកសង្កេតការណ៍និងការសម្របសម្រួលចំនួនព្រមទាំងកិច្ចព្រមព្រៀងឈប់បាញ់ក្រោមការសម្របសម្រួលរបស់អាស៊ាននិងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump សារព័ត៌មានអន្តរជាតិនិងក្នុងតំបន់ដូចជា Reuters, AP, Bangkok Post, The Nation, Phnom Penh Post និង Fresh News សម្រាប់ការផ្ទៀងផ្ទាត់ព្រឹត្តិការណ៍ជាក់ស្ដែងការបរិច្ឆេទនិងការថ្លែងការណ៍របស់មន្ត្រីទាំងពីរប្រទេសចំណាំអត្ថបទនេះត្រូវបានរៀបរៀងឡើងវិញដោយផ្អែកលើខ្លឹមសារដែលបានផ្ដល់មកដោយបានកែសម្រួលរចនាសម្ព័ន្ធបន្ថែមពីបច្ចេកទេសនិងបញ្ជាក់ពីចំណុចយោងដែលអាចផ្ទៀងផ្ទាត់បានការបរិច្ឆេទនិងទូរលេខមួយចំនួនដូចជាព្រឹត្តិការណ៍ក្នុងឆ្នាំ2025 2026គួរតែត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងប្រភពព័ត៌មានជាផ្លូវការនេះបើយោងតាមការផុសបង្ហោះរបស់ Page រមណីយដ្ឋានសង្គ្រាមថ្ងៃទី16ខែសីហាឆ្នាំ2026